គ្រប់សួស្តីអ្នកទាំងអស់យើងចឹងបន្ទាប់ពីចូលឆ្នាំរួចពុកប្រទេហៅថាឲ្យទៅផ្ទះដើម្បីទៅយកអីវ៉ាន់មកបន្ថែមចឹងឥឡូវកំពុងចេញដំណើរទៅហើយថ្ងៃទី19ចេញពីពេញទៅចឹងដោយសារតែស្រុកកណាតយើងត្រូវការឆ្លងដល់យើងត្រូវជីកាត់វាមានរីកឡើងទៅកំពុងច្រឡងទៅអរិយស័ក្តិមើលទឹកទៀតតាមផ្លូវគឺស្រស់ស្អាតមែនទែនប្រទេសយើងឥឡូវក៏ដូចពីមុនទេគឺមានការកែលម្អថារចនាសម្ព័ន្ធជាច្រើនថែមទាំងឃើញមានសម្រាប់នៅតាមដងផ្លូវទៀតចឹងគឺយើងពិតជាជឿនលឿនហើយគឺស្រស់ស្អាតមែនទែនតាហើយកុំភ្លេចថាយើងទៅហ្នឹងគឺយើងមានគោលបំណងរបស់យើងចំណុចពីរសំខាន់គឺទី1គឺគ្រឿងម្ជូរមានដូចជាស្វាយក៏ដូចជាកាពិងរាជហើយទី2គឺយើងត្រូវទៅឆែកនៅក្រួចដែលពុកចាំតើគ្រប់គីឡូហើយនៅបើគ្រប់គីឡូគឺយើងដឹងតែឆ្ងាញ់មាត់ហើយយើងឥឡូវជិះដល់នៅក្រៀចគេបានរើដូចជាការតែងលម្អពេលបន់ចូលឆ្នាំយើងគឺគេបានរើបដាចិត្តអស់ហើយនេះដូចជាលោកកំពុងតែដកដងទិញជាតិចេញប្រមូលទុកចូលក្នុងវត្តវិញគឺស្រស់ស្រាយមែនទែនមើលទៅណាក៏ស្អាតមិនមានសម្រាមអាចថាបីតែមួយក៏គ្មានដែរនៅតំបន់ក្នុងរាជធានីភ្នំពេញយើងនេះគឺកន្លែងដែលទេសចរអញ្ចឹងគឺមិនមានទេមានតែកន្លែងដាក់សម្រាមអត់អីតោះយើងគឺចិត្តដល់កំពង់ដល់យើងដល់នាការហើយយើងនៅតែមិនភ្លេចទេគឺទៅដល់គឺឆែកមើលក្រួចហើយនឹងបេះម្ជូរដើម្បីខ្ចប់យកមកផ្ទះវិញជៀសវាងដាច់បាយពេលចុងខែព្រោះថាចូលឆ្នាំនេះគឺចំណាយអស់ច្រើនមិនថាតែខ្ញុំទេគឺបងប្អូនទាំងអស់គ្នាចំណាយអស់ច្រើនដូចគ្នាគឺត្រូវទៅលេងស្រុកទៅអីចឹងចឹងហើយបន្ទាប់ពីចូលឆ្នាំយើងត្រូវសេវលុយក៏ដូចជាមានទំនួលខុសត្រូវក្នុងការចាយលុយជៀសវាងមានបញ្ហាហិរញ្ញវត្ថុកើតឡើងចឹងយើងដល់មុខនាការចិត្តដល់កន្លែងឡើងដយនេះគ្រាន់តែថតតាមផ្លូវដើម្បីឲ្យឃើញទស្សនវិជ្ជាតាមដងផ្លូវវាស្អាតច្រើនជាងមុនចឹងគឺការចេញពីយើងទាំងអស់គ្នាគឺចូលរួមថែរក្សាបរិស្ថានដើម្បីទទួលបានភាពស្រស់ស្រាយនិងមានភ្ញៀវទេសចរចូលមកប្រទេសយើងកាន់តែច្រើនតើឥឡូវជិះយើងចិត្តដល់កំពង់ដយអញ្ចឹងបងប្អូនដែលធ្លាប់ឆ្លងដល់មើលវីដេអូនេះអាចស្គាល់ផ្លូវហើយយើងចូលមកបើម៉ូតូមួយ1000ចំពោះមនុស្សម្នាក់អញ្ចឹងបើយើងជិះ2នាក់គឺគេយក1500អញ្ចឹងវាមាន2ផ្លូវគឺផ្លូវទៅសុខាក៏ដូចជាផ្លូវមួយទៀតគឺទៅអរិយស័ក្តិដែលយើងកំពុងទៅហ្នឹងចឹងឥឡូវនេះគេបើកឲ្យចូលឡើងដល់យើងឡើងដល់សិនហើយនេះគេមានការកែកន្លែងចតដល់ហើយទឹកឥឡូវស្រកវាថ្លាល្អមែនតើហើយនេះពេលឡើងដល់វិញវាមានគ្រោះថ្នាក់បន្តិចដោយសារតែឡានថយទៅប៉ះអ្នកជិះម៉ូតូនៅក្រោយហ្នឹងគាត់ដួលចឹងគេរត់ទៅជួយលើកច្រើនមែនតើយើងជិះប្រហែលជា15នាទីទៅ20នាទីយើងដល់ហើយអរិយស័ក្តិឥឡូវយើងឡើងពីកំពង់ច្រឡងទៅហើយចំពោះស្រុកកណើតខាងប្រពន្ធខ្ញុំគឺជិះប្រហែលជា35នាទីទៅ40នាទីដល់ហើយអញ្ចឹងផុតពីកំពង់ច្រឡងទៅវាលឿនដែរអញ្ចឹងគឺយើងអាសាទៅមែនតើជាប្រចាំអាទិត្យឥឡូវមកដល់ភ្លាមគឺគាត់របេះកាពិងរាជភ្លាមហ្មងពួកអីមើលតាមវីដេអូមើលតាម Facebook ឃើញតំណងយ៉ាងឃ្លានក៏បញ្ញាប់មកស្រុកដើម្បីបេះភ្លាម
nhằm phliêm tay mà đòn cứ ngay men tên dựng bài mó đã môi bờ hal đã score ô chia ra ta bàn thọt chỗ là này thọt ta bể bể chân của to bị bể và hai chia pram này ti máu dựng bàn mà thằng đặc biệt chọc hay nằng nhám khá hỡi chọc vô màu bình vịnh lại dương ta mưa cruôi tầng ạc nè nè trùng cruôi bọc phục nhau á và hai chia pi rồi cố này bong chia ប្រចាំ ថ្ងៃហ្មងសិតតែពងធំធំធាត់ធាត់ឆ្ងាញ់ណាបងប្អូនបើបងប្អូនចង់បានអាចតាក់ទងបានលាក់តាម comment មួយ 3000 មួយ 4000 ចឹងមើលក្រួយហ្នឹងវាលូកដៃទៅដឹងចឹកហើយក្រួយធម្មជាតិបងប្អូនស៊ីតែស្រូវហើយកន្ទុកអីអត់មានជាតិគីមីទេអត់មានបាញ់ថ្នាំជ្រលក់ថ្នាំអីណាអានេះស្រស់នៅរស់ចឹងមីសិនរបស់យើងគឺបានជោគជ័យបានគ្រប់មុខអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនអរគុណច្រើនបាយបាយ